ក៏អត់បានទទួលការព្យាបាលទេនឹងមានផលវិបាកជាច្រើនទៀតកាលណាជាតិស្ករឡើងច្រើនអញ្ចឹងណាបាទលោកគ្រូគឺថាស្ករចេះតែបន្តឡើងទៅហើយជាតិស្ករឡើងក្នុងរយៈពេលយូរបាទវាទៅធ្វើឲ្យកកកុញនៅក្នុងសរសៃឈាមមួយចំនួនធ្វើឲ្យប៉ះពាល់ទៅដល់សរសៃឈាមរបស់ភ្នែកប៉ះពាល់ដល់ភ្នែកបាទសរសៃឈាមដែលទៅចិញ្ចឹមកោសិកាប្រព័ន្ធប្រសាទធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទសរសៃឈាមដែលទៅចិញ្ចឹមបេះដូងធ្វើឲ្យប៉ះពាល់ដល់បេះដូងបាទអញ្ចឹងផលប៉ះពាល់គឺមានជាច្រើនដែលតាក់ទងទៅនឹងជំងឺទឹកនោមផ្អែមភេទទី1ហ្នឹងបាទលោកគ្រូហើយផលប៉ះពាល់ហ្នឹងស្តៀងទៅនឹងទឹកនោមផ្អែមភេទទី2ដែរទេគ្រាន់តែអាភេទទី1នេះវាលឿនជាងព្រោះយើងឃើញថាអ៊ីនស៊ូលីនថយចុះអស់យ៉ាងច្រើនតែម្ដងបាទអញ្ចឹងហើយគឺសញ្ញារបស់ជំងឺទឹកនោមផ្អែមភេទទី1ហ្នឹងគឺលឿនណាស់បើសិនជាមានអន្តរាគមន៍ដោយគ្រូពេទ្យតាន់ពេលទេកុមារអាចនឹងគ្រោះថ្នាក់ដោយសារការឡើងយ៉ាងលឿនហើយខ្ពស់ជ្រុលនៃកម្រិតស្ករនៅក្នុងឈាមនោះបាទ